រុស្ស៊ីចោទបារាំងថាជាអ្នកបញ្ឆេះសង្គ្រាមនៅអ៊ុយក្រែនថ្ងៃប្រហ័សទី6 ខែមីនា មូស្គូបានបរិហារសន្ទរកថាមួយដែលថ្លែងដោយលោកប្រធានាធិបតីបារាំងអេម៉ានូអែលម៉ាក្រុងដោយចាត់ទុកថាបារាំងកំពុងគំរាមកំហែងមកលើរុស្ស៊ីតាមរយៈការប្រើឆ័ត្រនុយក្លេអ៊ែរបារាំងដើម្បីការពារទ្វីបអឺរ៉ុបទាំងមូលចំពោះរដ្ឋាភិបាលរុស្ស៊ីនេះជាទង្វើដែលសរឲ្យឃើញច្បាស់ថាបារាំងមានចេតនាបញ្ឆេះសង្គ្រាមនៅអ៊ុយក្រែនឲ្យកាន់តែអូសបន្លាយយូរទៅមុខទៀតពេលថ្លែងសន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃពុធទី5 ខែមីនាលោកម៉ាក្រុងបានបរិហារចរិតឈ្លានពានរបស់ក្រុងមូស្គូហើយបានប្រកាសពីចេតនាបើកការតទល់យុទ្ធសាស្ត្រដើម្បីការពារទ្វីបអឺរ៉ុបដោយកងកម្លាំងនុយក្លេអ៊ែរបារាំងជាប្រតិកម្មឆ្លើយតបក្រុងមូស្គូនៅថ្ងៃប្រហ័សទី6 ខែមីនាតាមរយៈលោកប្រមុខការទូតរុស្ស៊ីសេហ្កៃឡាវ្រ៉ូវបានថ្លែងដូចតទៅប្រកាសណាស់ដែលវោហាររបស់លោកម៉ាក្រុងគឺជាការគំរាមប្រទេសរុស្ស៊ីយ៉ាងពេញទីបើគាត់មើលមកយើងថាជាគ្រោះថ្នាក់សម្រាប់អឺរ៉ុបហើយគិតថាអឺរ៉ុបត្រូវតែប្រើអាវុធនុយក្លេអ៊ែរប្រឆាំងរុស្ស៊ីនោះវាបានស្ដែងឲ្យឃើញច្បាស់ថាបារាំងកំពុងគំរាមកំហែងមកលើយ៉ាងពិតប្រាកដលោកឡាវ្រ៉ូវចាត់ទុកសម្ដីចោទប្រកាន់មកលើរុស្ស៊ីពីសំណាក់លោកម៉ាក្រុងថាជារឿងមិនទំនងនិងរវើរវាយដែលយល់ថារុស្ស៊ីមានគម្រោងវាយប្រហារលើប្រទេសអឺរ៉ុបចំណែកអ្នកនាំពាក្យវិមានក្រែមឡាំងលោកឌីមីទ្រីពេស្កូវបានចោទប្រធានាធិបតីបារាំងថាចង់ឲ្យសង្គ្រាមនៅអ៊ុយក្រែនឆាបឆេះតទៅទៀតចំពេលដែលរុស្ស៊ីនិងអាមេរិកកំពុងចាប់ដៃគ្នាសម្ដៅទៅកាន់កិច្ចចរចាខណ្ឌបញ្ចប់សង្គ្រាមនេះលោកពេស្កូវបន្តថាលោកម៉ាក្រុងនិយាយអំពីប្រទេសរុស្ស៊ីប្រៀបបានជាខ្មាំងពេញទីរបស់បារាំងទន្ទឹមគ្នានេះអ្នកនាំពាក្យផ្លូវការនៃការទូតរុស្ស៊ីក៏បានថ្លែងថាគ្មានលួសថ្ងៃណាឡើយដែលលោកម៉ាក្រុងធ្វើសេចក្តីថ្លែងការណ៍ឃ្លាតឆ្ងាយពីស្ថានភាពពិតជាក់ស្ដែងហើយជួនកាលថែមទាំងបញ្ច្រាស់នឹងសេចក្តីថ្លែងការណ៍មុនរបស់គាត់ទៅផងតាមលោកស្រីលោកម៉ាក្រុងត្រូវតែសុំទោសប្រជាជនខ្លួនចំពោះការពោលពាក្យដែលនាំឲ្យមហាជនយល់ច្រឡំមកលើរុស្ស៊ីប្រមុខការទូតរុស្ស៊ីលោកឡាវ្រ៉ូវបានទាញយកសេចក្តីសន្និដ្ឋានថាម៉ូស្គូមិនអាចធ្វើសម្បទានអ្វីណាឡើយចំពោះការពង្រាយទ័ពអឺរ៉ុបក្រោមហេតុផលរក្សាសន្តិភាពនៅអ៊ុយក្រែនលោកថារុស្ស៊ីនឹងបើកការចរចាណាមួយដើម្បីស្វែងរកបទឈប់បាញ់ឬការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនបានឡើយប្រសិនបើអឺរ៉ុបបន្តប្រកាន់ជំហរខាងលើនេះ